តាអ្នកទៅទិញកាមេរ៉ាដំបូងមែនទេអូបអត់ទៅតែកុំឲ្យរូបភាពដំបូងរបស់អ្នកមើលទៅអន់ពេកដោយសារបំផុសទាំងប្រាប់យ៉ាងនេះអត់ស្វែងយល់ជាមួយខ្ញុំទាំងអស់គ្នាសួស្តីអ្នកគ្នាស្វាគមន៍មកកាន់ channel របស់ខ្ញុំសុផាន់ណាថ្ងៃនេះខ្ញុំធ្វើការចែករំលែកតាក់ទងជាមួយនឹងកំហុសទាំង5យ៉ាងដែលអ្នកថតរូបថ្មីតែងតែប្រព្រឹត្តហើយខ្ញុំនឹងប្រាប់ពីវិធីកែខៃភ្លាមៗផងដែរតែមុននឹងចូលទៅកម្មវិធីរបស់ថ្ងៃនេះសូមជួយ like share និង follow ដើម្បីកុំឲ្យខកខានវីដេអូថ្មីដែលខ្ញុំធ្វើការចែករំលែកបន្តទៀតនេះជាកំហុសដ៏ធំមួយខ្ញុំដឹងថាអ្នកទិញកាមេរ៉ាថ្លៃប៉ុន្តែអ្នកព្យាយាមប្រើអូតូម៉ូដគ្រប់ពេលវេលានោះអ្នកមិនខុសពីការប្រើទូរស័ព្ទដៃនោះទេការប្រើអូតូម៉ូដគឺសម្រាប់តែស្ថានភាពបន្ទាន់តែប៉ុណ្ណោះព្រោះកាមេរ៉ានឹងគ្រប់គ្រងទៅលើ ISO shutter speed និង aperture ដែលខ្លួនឯងប៉ុន្តែអ្វីដែលអ្នកបាត់បង់គឺភាពច្នៃប្រឌិតរបស់អ្នកផ្ទាល់បើសិនបើអ្នកមិនទាន់ច្បាស់ទៅលើ manual mode អ្នកអាចជ្រើសរើសឬក៏សាកល្បងប្រើ aperture priority mode ក៏បានដែរដោយអ្នកគ្រាន់តែគ្រប់គ្រងទៅលើ aperture នោះកាមេរ៉ានឹងកំណត់ទៅលើល្បឿន shutter speed ISO ដោយស្វ័យប្រវត្តិជូនអ្នកបានខ្ញុំដឹងថាអ្នកតែងតែទទួលបានរូបថតព្រាលហើយមិនច្បាស់បញ្ហាភាគច្រើនគឺការនាំពីការជ្រើសរើសយកល្បឿន shutter speed យឺតពេកសម្រាប់អ្នកថតកាមេរ៉ាដោយកាន់នឹងដៃផ្ទាល់អ្នកត្រូវចាំថាត្រូវប្រើល្បឿនបិទបើ shutter speed យ៉ាងតិចស្មើនឹង1លើ focal length នៃ lens របស់អ្នកឧទាហរណ៍អ្នកប្រើ lens 50 mm ដើម្បីថតរូបល្បឿនបិទបើ shutter speed គួរតែចាប់ពី1លើ50វិនាទីឡើងទៅបើសិនបើអ្នកថតវត្ថុដែលមានចលនាអ្នកគួរតែជ្រើសរើសយកល្បឿន shutter speed លឿនជាងនេះដូចជា1លើ250វិនាទីជាដើមអ្នកធ្លាប់ឃើញរូបភាពរបស់អ្នកមើលទៅខៀវឬក៏លឿងពេញដែរឬទេនោះដោយសារអ្នកប្រើងាយ auto white balance ពន្លឺផ្សេងគ្នាមានពណ៌ផ្សេងគ្នាហើយកាមេរ៉ាមិនអាចសន្មត់ពណ៌ត្រូវទាំងអស់នោះទេបើសិនជាអ្នកចង់បានរូបថតពណ៌ធម្មជាតិសូមអ្នកជួបប្រើ auto white balance ជាបន្ទាន់រៀនកំណត់ white balance ទៅតាមបរិយាកាសដែលអ្នកកំពុងតែថតរូបឧទាហរណ៍អ្នកថតរូបនៅពន្លឺថ្ងៃក្នុងផ្ទះឬក៏ក្នុងម្លប់ចូលអ្នកជ្រើសរើសយករូបតំណាងនៅក្នុងកាមេរ៉ារបស់អ្នកនោះជួយឲ្យពណ៌សមើលទៅដូចជាពណ៌សពិតប្រាកដហើយរូបថតរបស់អ្នកមើលទៅដូចជាធម្មជាតិពិតនៅពេលដែលអ្នកថតរូបបញ្ឈរឬក៏ហៅថា portrait កំហុសឆ្គងដែលអ្នកចាប់ផ្ដើមថតរូបតែតែធ្វើនោះគឺការចាក់ focus នៅចំណុចខុសឧទាហរណ៍ការចាប់ focus ខុសទៅលើអាវឬក៏ច្រមុះចំនួននៅភ្នែកនេះអាចធ្វើឲ្យរូបថតអ្នកទាំងមូលបាត់បង់ភាពទាក់ទាញសិននៅពេលដែលអ្នកថតមនុស្សសូមធានាថាចំណុច focus point ត្រូវចាប់ឲ្យចំភ្នែកទៅលើមនុស្សដែលអ្នកកំពុងតែថតតែអ្នកត្រូវជ្រើសរើសយកមុខងារ eye select ជាមុនសិនដោយត្រូវតែចូលទៅកាន់ menu ហើយជ្រើសរើសចំណុច AF និង MF ហើយបន្ទាប់មកទៀតជ្រើសរើសយក subject recognition និងជ្រើសរើសយក right left eye select ហើយយក auto ជាការស្រេចអ្នកដែលចាប់ផ្ដើមថតរូបដំបូងតែងតែដាក់ subject របស់ខ្លួននៅចំកណ្ដាលស៊ុមគ្រប់ពេលវេលាលទ្ធផលគឺរូបភាពមើលទៅគ្មានតុល្យភាពនិងខ្វះភាពចាប់អារម្មណ៍សូមរៀនពីច្បាប់1/3ដែលហៅថា rule of thirds ស្រមៃថាមានបន្តការចែករូបភាពរបស់អ្នកជា9ផ្នែកស្មើគ្នាព្យាយាមដាក់វត្ថុសំខាន់របស់អ្នកទៅតាមបណ្ដោយបន្ទាត់ទាំងនោះឬនៅចំណុចប្រសពរបស់វានោះជួយនាំប្រស័យនៃរបស់អ្នកមើលចូលទៅក្នុងរូបភាពរបស់អ្នកឥឡូវនេះអ្នកដឹងពីកំហុសឆ្គងសំខាន់ទាំង5យ៉ាងដែលអ្នកគួរតែជៀសវាងហើយចាំតាមអនុវត្តពីថ្ងៃនេះតទៅដើម្បីទទួលបានរូបភាពដ៏អស្ចារ្យមួយវីដេអូថ្ងៃនេះបានដល់ទីបញ្ចប់ហើយសូមអរគុណសម្រាប់ការតាមដានប្រសិនបើអ្នកគិតថាវីដេអូនេះមានអត្ថប្រយោជន៍សូមធ្វើការចែករំលែកទៅកាន់អ្នកដែលចូលចិត្តថតរូបដូចអ្នកដែរ